អតីតតារាជើងចាស់ចន្ទរិទ្ធមេធានីឆាទៅសុំជំនួយជំទាវចន់ច័ន្ទលក្ខណៈ 10,000 រៀលទិញថ្នាំពេទ្យចាថ្មីនេះអ្នកលេងបណ្ដាញសង្គម Facebook បាននឹងកំពុងចាប់អារម្មណ៍នៅវីដេអូមួយចារបស់ជំទាវចន់ច័ន្ទលក្ខណៈបានបង្ហោះនៅសារឆ្លើយឆ្លងចារវាងអតីតតារាសម្ដែងជើងចាស់ល្បីឈ្មោះលោកចន្ទរិទ្ធមេធានីចាដែលបានឆាតតាម Telegram សុំជំនួយពីលោកជំទាវចាតាមរយៈវីដេអូនោះដែរលោកចន្ទរិទ្ធមេធានីចាបានផ្ញើសារជាសម្លេងសុំថវិកាចំនួន 10,000 រៀលពីជំទាវចន់ច័ន្ទលក្ខណៈចាដើម្បីទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែមចាដែលជាជំងឺប្រចាំកាយចាក្នុងនោះលោកចន្ទរិទ្ធមេធានីបានហៅជំទាវចន់ច័ន្ទលក្ខណៈថាអ្នកម្ដាយនិងសូមឲ្យជំទាវជួយផងដោយសារលោកគ្មានប្រាក់ទេនៅពេលនេះចាដlike ងាកទៅកាន់ជំទាវចន់ច័ន្ទលក្ខណៈវិញក៏បានអមនៅសំណេរនៃការបង្ហោះវីដេអូខាងលើនោះថាបងអើយបងជាយាមឆាតទៅពឹងគេផ្ដាំតាមគេឲ្យជួយប្រាប់ប្អូនបងហៅខ្ញុំអ្នកម្ដាយអញ្ចឹងបាទប្អូនណាបងប្អូនជួយតាមលទ្ធភាពព្រោះឥឡូវប្អូនត្រូវការប្រឹងរកស៊ីដើម្បីជីវភាពផ្ទាល់ខ្លួនប្អូនមិនអាចចេះតែជួយយកអាសាគេរហូតភ្លេចខ្លួនឯងដូចមុនទេប្អូនជូនពរបងឆាប់ជានិងមានសុខភាពល្អកម្លាំងមាំមួនចាគូរំលឹកថាលោកចន្ទរិទ្ធមេធានីគឺជាតារាសម្ដែងជើងចាស់មួយរូបដែលល្បីល្បាញកាលពីជំនាន់ជាមួយនឹងលោកខៃប្រសិទ្ធចាប៉ុន្តែបច្ចុប្បន្នលោកបានចាក់ឆ្ងាយពីអាជីពសិល្បៈយូរមកហើយដោយមានរបរជាអ្នករត់តុកចាលើពីនោះអ្វីដែលគួរឲ្យក្តុកក្តួលលោកចន្ទរិទ្ធមេធានីចាក៏មានជំងឺប្រចាំកាយគឺជំងឺទឹកនោមផ្អែមព្រមទាំងមានជីវភាពខ្វះខាតទៀតផង